mặt phèm đai khmei nhóm có prap đai khmei nhóm than chè tăng bị nhóm mà ruộng nơi đĩaมันได้เพิ่ม hope หรือก็เพิ่มนมខ្មែរយើងក៏ hope ទេក៏ចង់ស្គាល់ភ្លុករសជាតិអីចឹងហើយដំបងឡាយខ្ញុំមិនដឹងថាខ្ញុំធ្វើអីដែរប៉ុន្តែកលេចទៅធ្វើកលេចទៅឃើញកតណាចឹងទៅក៏នឹកឃើញចង់ធ្វើអន្សមអាំងនិយាយទៅខ្ញុំតាំងពីចេះផលិតវីដេអូមកមិនដែលធ្វើអន្សមអាំងអីទេបងប្អូនឥឡូវខ្ញុំកំពុងតែដើររកស្លឹកចេកហើយនិយាយទៅអ្នកជិតខាងខ្ញុំមិនចេះខ្វះស្លឹកចេកទេប៉ុន្តែខ្ញុំសុំគេញញយអៀខ្លួនខ្លួនឯងបងប្អូនអើយហើយស្លឹកចេកដែលខ្ញុំទៅកាត់ហ្នឹងនិយាយទៅស្លឹកចេកវាថាបោះឆើចបោះអីអីចឹងណាទៅកន្លែងហ្នឹងបើសិនជាឃើញមនុស្សនៅកន្លែងហ្នឹងក៏សូមទៅបើតែអត់ទេក៏កាត់មកគេមិនថាយទេនៅសងទៀតខ្វះអីស្លឹកចេកហ្នឹងបងប្អូនអើយព្រោះជនជាតិឥណ្ឌាស្លឹកចេកត្រូវបានពួកគាត់បំភ្លេចចោលគាត់ដែរយកស្លឹកចេកទៅធ្វើនំអីទេគាត់បើគាត់ធ្វើនំគាត់យកស្លឹកល្មៀតទៅវិញណាបងប្អូនដែរក្មេកខ្ញុំគាត់ខសួរខ្ញុំថាតនេអត់បើតនេមកជួបគាត់ផ្លែតមកយកលុយទិញផ្លែឈើនិងនំនៃតិចតួចឲ្យតកែរបស់គាត់ដល់ពេលខ្ញុំត្រឡប់មកវិញគាត់នឹកឃើញថាអន្សមអាំងបើសិនយើងមានខ្នោតនឹងឆ្ងាញ់ប៉ុណ្ណាទេអញ្ចឹងហើយខ្ញុំសួរម្ដាយក្មេកខ្ញុំថាមានខ្នោតអត់និយាយទៅវគ្គមុនបងប្អូនខ្នោតលង្កហ្មងប៉ុន្តែថាវាអស់ភាសាអញ្ចឹងណាឥឡូវខ្នោតអត់តន់ទុំទេម្ដាយក្មេកខ្ញុំថាបើសិនចង់បានខ្នោតទៅមើលនឹងដើមខ្លួនឯងទៅបើទុំក៏បេះតែខ្ញុំខំទៅរកផ្លែខ្នោតបងប្អូនអើយពីម្ដាមទៅម្ដាមច្បាច់ផងឲ្យផងហត់ក្លិនផងប៉ុន្តែសតតែខ្ចីមិនងាយទុំទេអញ្ចឹងមិនថាបងប្អូនអារបស់ខ្លះដល់ពេលយើងមិនចង់បានយាយសម្បូរនោះដល់ពេលយើងត្រូវការធ្វើម្ហូបរកកុំឲ្យទៅបានឥឡូវខ្ញុំរកខ្នោផ្ទះតកែរបស់ខ្ញុំអត់មានទេក៏នឹកឃើញថាអ៊ំស្រីម្នាក់ដែលគាត់ឆ្លាញ់ចូលចិត្តខ្ញុំហ្នឹងខ្ញុំគិតថាទៅសុំខ្នោផ្ទះគាត់មកទៅព្រោះភាកច្រើនផ្ទះគាត់មានក្ដាមខ្នោអីចឹងហើយម្ដាយក្មេងខ្ញុំប្រាប់ថាទៅដល់ផ្ទះអ៊ំស្រីម្នាក់ហ្នឹងសួរគាត់មើលឆ្នាំហ្នឹងគាត់ដាំដំណាំអត់បើសិនជាគាត់មិនទាន់ដាំទេម្ដាយក្មេងខ្ញុំក៏ទៅជួយដាំអីចឹងនិយាយទៅបងប្អូនជារៀងរាល់ឆ្នាំអ៊ំស្រីម្នាក់ហ្នឹងឲ្យតែខែភ្លៀងគាត់ដាំដំណាំច្រើនណាប៉ុន្តែគាត់ដែរលក់ទេគាត់ដាំយកមកចែកគ្នាញ៉ាំដែរគាត់ធំគាត់មានកម្មករដាំឲ្យគាត់ដែរបងប្អូននិយាយទៅកម្មករម្នាក់ហ្នឹងពីមុនគាត់ធ្វើតែខាងក្រៅផ្ទះទេឥឡូវគាត់ធ្វើក្នុងផ្ទះដោយសារខ្ញុំឈប់ទៅបោសសម្អាតឥឡូវខ្ញុំគាត់នាំគ្នាទៅក្រោយផ្ទះបងប្អូនហើយគាត់ថាយកទៅពួកទៅផងទៅពួកឲ្យម៉ែអ្វីមកបាក់លីទៅចង់ងាប់និយាយទៅអ៊ំស្រីម្នាក់ហ្នឹងបងប្អូនមើលទៅអូនខ្ញុំគាត់ជិតដឹងថាគាត់នៅតែម្នាក់ឯងទេហើយគាត់មានដីធំខ្លាំងណាស់បងប្អូនមហាធំហ្មងដីហ្នឹងបើសិនជានៅក្នុងទីក្រុងគាត់លក់ខ្លាយជាមហាស្ថិហ្មងឥឡូវខ្ញុំដល់កន្លែងដាំខ្នោហើយបងប្អូនខ្នោអត់សូវមានផ្លែផងខ្នោអត់ល្អទេកតេកតុកសោះអាពួកខ្នោបាយស្រាហើយខ្ញុំរកខ្នោអត់បានទេនិយាយទៅខ្នោនឹងខ្ចីដដែលទេគាត់ថាខ្ចីខ្ញុំចង់បានអត់ខ្ញុំថាមិនដឹងយកទៅអីទេគាត់ថាបេះមកបើសិនជាមិនបេះទេធ្លាក់ខ្លួនឯងវាខូចដែរទេអញ្ចឹងខ្ញុំនឹកឃើញបេះយកមកទុកហ្មងទៅក៏ឡងថ្ងៃណានឹកឃើញស្លោកោអញ្ចឹងប៉ុន្តែនៅក្រោយផ្ទះគាត់មកសិតតែមកបងប្អូនរោមសុកជាដូចសមោចអញ្ចឹងហើយសុកជាអ៊ូតំខ្លាំងណាស់និយាយទៅកាមេរ៉ាមែនរបស់ខ្ញុំបងប្អូនអើយប្រើគាត់ថប់នំដងដោយអូសេប្រះចង់សិនសិតឲ្យឈ្នួលឥឡូវដល់វគ្គខ្ញុំធ្វើនំឯងនិយាយទៅនៅពេលខ្ញុំធ្វើនំសមអាំងហ្នឹងខ្វះគ្រឿងច្រើនណាស់បងប្អូននៅស្ដាយគាត់មានដែរខ្នោគាត់មានដែរអញ្ចឹងមានស្អីដាក់ក្នុងទៅនេះគឺជាផ្លែចេកដែលខ្ញុំត្រូវយកវិញសមអាំងថ្ងៃហ្នឹងនៅសុកទាពេលទិញផ្លែចេកគេអាចដែរលក់ជាស្និតដែរបងប្អូនគេលក់រាប់មួយផ្លែអញ្ចឹងហើយខ្ញុំទិញ1 ឡូហ្នឹង30 រូពីអត់សូវធំហ្មងទេបងប្អូនទូចប៉ុន្តែរសជាតិឆ្ងាញ់ខ្ញុំសូមពេលបងប្អូនបន្តិចទេមកណែនាំ NAD ស្គីនយ៉ាងវីតាមីនពន្យាភាពចាស់ជួយចូល DNA ការពារកោសិកាពីការខូចខាតជួយដល់ប្រព័ន្ធប្រសាទនិងខួរក្បាលបង្កើនការចងចាំបង្កើនប្រព័ន្ធភាពសាំងរឹងមាំមានសមត្ថភាពខ្ពស់ប្រឆាំងនឹងជំងឺផ្សេងជួយគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់បងប្អូនហើយនឹងធ្វើបងប្អូននៅពេលបងប្អូនប្រើជាប្រចាំហើយធ្វើឲ្យស្បែកបងប្អូនស្អាតចេញពីខាងក្នុងតាំងណែនហ្មងនឹងរក្សាសម្រស់បងប្អូនក្មេងជាងវ័យហើយក្នុងមួយកំប៉ុងគឺមាន120គ្រាប់ជាផលិតផលរបស់ប្រទេសអាមេរិកហើយរបៀបញ៉ាំយើងអាចញ៉ាំក្រោយអាហារពេលព្រឹកក៏បានអាហារថ្ងៃក្រោយក៏បានដែរមួយថ្ងៃ2គ្រាប់អញ្ចឹងហើយនៅពេលដែលខ្ញុំយកសូមអាំងទៅចម្អិនហ្នឹងនិយាយទៅបងប្អូនខ្ញុំដាក់អាំងជាមួយភ្លើងធម្មតាខ្លះហើយអាខ្លះទៀតខ្ញុំដាក់អាំងជាមួយ air fryer ព្រោះខ្ញុំចង់ខ្ញុំចង់ដឹងថា air fryer ហ្នឹងដល់ពេលយើងយកសូមអាំងទៅវាឆ្អិនអត់អីចឹងសរុបសេចក្តីមក air fryer ដាក់អីក៏បានដែរបងប្អូនឆ្អិនទាំងអស់ហើយសុខជាសរសើរហើយសរសើរទៀតថាមកអូនសូមអាំងឆ្ងាញ់ខ្លាំងណាស់ទោះបីមិនគ្រប់គ្រឿងក៏ដោយក៏ញ៉ាំអស់ពីរដល់ពេលខ្ញុំរៀបចំឲ្យសុខជាញ៉ាំហើយក៏នឹកឃើញសម្ដីមិត្តភ័ក្តិម្ដាយក្មេកខ្ញុំក៏ខ្ញុំធ្វើដំណើរទៅតាមផ្ទះគាត់នីមួយដល់ពេលខ្ញុំជិះម៉ូតូតាមផ្លូវក៏ជួបម្ដាយក្មេកខ្ញុំចៃដន្យក៏បងប្អូនអើយគាត់ចប់ពីការងារផ្ទះថៅកែមួយសល់ម៉ោង 2 ម៉ោងល្ងាចហ្នឹងទៅផ្ទះថៅកែមួយទៀតណាចឹងហើយក៏ខ្ញុំឈប់យកឲ្យថៅកែម្នាក់ហ្នឹងហ្មងទៅព្រោះនំដែលខ្ញុំយកទៅនំ3ហើយក៏សួរខ្ញុំថានំស្អីគេខ្ញុំថាអាហ្នឹងជានំចេកអាំងជាប្រពៃណីនំរបស់ខ្ញុំអីចឹងក្រៅពីនំសមយើងហ្នឹងហើយពេលគាត់បានញ៉ាំគាត់សរសើរថាឆ្ងាញ់ខ្លាំងណាស់ប៉ុន្តែពេលថតវីដេអូខ្ញុំអត់សូវហ៊ានបង្ហាញមុខគាត់ហ្មងទេបងប្អូនព្រោះខ្លាចគេប្រកាន់អីចឹងណាឥឡូវពេលធ្វើដំណើរទៅផ្ទះអ៊ំស្រីម្នាក់ទៀតតែខ្ញុំទៅកាត់កញ្ចក់គាត់ថ្ងៃមុនណោះហើយអ៊ំស្រីម្នាក់ហ្នឹងគឺសុកជាថតពីចម្ងាយដូចគ្នាអត់ហ៊ានថតចិត្តទេហើយវីដេអូរបស់ខ្ញុំក៏ប៉ុណ្្នឹងដែរអរគុណច្រើនបងប្អូនជម្រាបចាំជួបវគ្គក្រោយ